ចឹងនៅក្នុង cash flow គឺមានអត្ថប្រយោជន៍ច្រើនដែលអាចនាំឲ្យយើងនឹងរកឃើញទិសដៅជីវិតមុននឹងខ្ញុំចូល cash flow មានន័យថាអត់ដឹងទិសដៅទេកាលហ្នឹងដូចអត់តន់ចេះស្រឡាញ់លុយមិនមានន័យថាអត់ខ្វល់ខ្វាយនឹងរៀបចំនៅពេលដែលរកលុយបានគឺសុបាយចិត្តនឹងចាយព្រោះអីនៅពេលដែលយើងចេញពីខេត្តមកអត់គឺខ្វះខាតគ្រប់យ៉ាងមករៀននៅភ្នំពេញសូម្បីតែលុយបង់សាលាហ្នឹងក៏អត់មានដែរអញ្ចឹងវាអត់ឃើញថាតើអយើង អា control cash flow ហ្នឹងយ៉ាងម៉េចឲ្យបានធំត្រូវដល់ពេលបានលុយរៀងច្រើនអញ្ចឹងចាប់ដើមចាយតាមចិត្តច្រើនអញ្ចឹងនៅពេលដែលចាយទៅវាមួយឆ្នាំពីរបីឆ្នាំហាក់ដូចជាអត់ឃើញសល់អីជាដុំកំពូលនេះអញ្ចឹងក៏បានជួបក្រុមការងារអឺ cash flow កាលហ្នឹងខ្លួនឯងបានចូលរៀនទៅចាប់ដើមយល់ថាcash flow វាមានសារៈសំខាន់ខ្លាំងទីមួយយើងដឹងពីការកំណត់របៀបនៃការ control សាច់ប្រាក់របស់យើងចាយឲ្យដឹងមុខមានចេះកត់ត្រាចំណូលចំណាយច្បាស់លាស់តមកយើងដឹងថាតើធ្វើម៉េចអាចរកលុយដែលរកបានហ្នឹងយើងយកទៅបរិយាតាមវិធីណាអញ្ចឹងនៅក្នុង cash flow គឺមានអត្ថប្រយោជន៍ច្រើនដែលអាចនាំឲ្យយើងហ្នឹងរកឃើញទិសដៅជីវិតអញ្ចឹងសួរថាសម្រាប់បងប្អូនយើងទិសដៅជីវិតទាក់ទងរឿង financial តែយើងចង់បានស្ថានភាព financial បែបម៉េចអ្នកខ្លះគាត់ថាចង់បានលុយ1 លាននៅពេលដែលមានលុយ1 លានហ្នឹងគឺគាត់សុខចិត្តគាត់អាចធ្វើអីក៏បានដែរហើយអ្នកខ្លះទៀតរកលុយបានច្រើនមែនតើដល់2 3 លានអ្នកខ្លះ5 6 លាន$5 6 លានតែគាត់រកក្តីសុខឲ្យខ្លួនឯងអត់ឃើញហេតុអីបានថារកក្តីសុខឲ្យខ្លួនឯងអត់ឃើញមួយថ្ងៃរវល់មហាសានរវល់ business បរិយាធំទៅគឺគាត់លែងមានពេលមកសូម្បីតែប្រពន្ធគាត់ក៏អត់មានពេលទេអញ្ចឹងវាខុសពីទ្រឹស្ដីមួយដែលថាម្នាក់ចង់បានសេរីភាពហិរញ្ញវត្ថុសេរីភាពហិរញ្ញវត្ថុអ្នកដែលធម្មតាតែនៅគិតថាតើមានលុយច្រើនគឺមានសេរីភាពឯងចាយមិនក៏បានដែរមាន1 លានមាន2 លានគឺមហាសប្បាយចិត្តឯងព្រោះគិតថាលុយច្រើនអីគឺពោលវិញនៅដោយសេរីភាពក្នុងការចាយការពិតអត់ចឹងអញ្ចឹងតើតែយើងរកឲ្យឃើញថាតើសេរីភាពហិរញ្ញវត្ថុឬក៏ financial freedom ហ្នឹងមានន័យថាម៉េចគឺនៅក្នុង cash flow គឺមានច្បាស់ហ្មងខ្ញុំចាំរហូតដល់ខ្ញុំយកទៅអនុវត្តខ្លួនឯងអញ្ចឹងបានថាមកដល់ថ្ងៃនេះខ្ញុំឈប់ធ្វើការឥឡូវក៏បានសួរថាខ្ញុំនៅមានលុយចាយគ្រប់គ្រាន់អត់គ្រប់គ្រងខ្លួនឯងហើយនឹងគ្រួសារបានអត់បានចំណុចគឺបានមកពី passive income អញ្ចឹងសម្រាប់ខ្ញុំសេរីភាពហិរញ្ញវត្ថុគឺសំដៅទៅលើ passive income ធំជាង expense អាហ្នឹងគឺពិសេសវិសាលមែនទែនអញ្ចឹងនៅពេលដែលយើងធំជាងមានន័យថាយើងសេរីភាពចង់ធ្វើការឬមិនចង់ធ្វើការនៅលើយើងអ្នកកំណត់ខ្លួនឯងអញ្ចឹងបើខ្ញុំធ្វើការទៅសុខចិត្តគឺខ្ញុំបន្តដំណើរជីវិតរបស់ខ្ញុំបែបហ្នឹងបើខ្ញុំឈប់ធ្វើឥឡូវហើយជាគូក្បាលខ្ញុំស្ពឹកទៅជាដើរអត់អាប់ដេតទេកាលណាយើងនៅបន្តធ្វើការយើងជួបអ្វីផ្សេងច្រើនជួបព្រឹត្តិការណ៍អីផ្សេងច្រើនហើយសំខាន់លើកទឹកចិត្តឲ្យគ្នាយើងហ៊ានផ្ដោតនៅលើការវិនិយោគឲ្យបានច្រើនចឹងត្រឡប់មកវិញ experience ក្រោយពីខ្ញុំរៀន cash flow គឺខ្ញុំពេញចិត្តដំបូងស្វ័យរៀនបានគ្នា club 5 6 នាក់អញ្ចឹងទៅចាប់ដើមអនុវត្តដែរវិធីដែលអនុវត្តគឺដើររក deal ពិតហ្មងរក deal ឲ្យបានច្រើនមកបាន10 20មកយកមកវិភាគឲ្យមើលថាមួយណាតម្លៃល្អជាងគេហើយអាចផលចំណេញច្រើនជាងគេហើយយើងហ៊ានសមយកមកដាក់សម្រាប់វិនិយោគបន្តទៀតទៅអញ្ចឹងលុយហ្នឹងយើងទាញមកយើងនឹងឃើញកើនច្រើនហើយក្រៅពីដែលខ្ញុំអនុវត្តជាក់ស្ដែងក៏ធ្លាប់ចូលគ្នានៅពេលដែលលុយតូចយើងចូលគ្នាទិញផ្ទះអញ្ចឹងនៅពេលដែលនិយាយថាទិញផ្ទះមុននឹងធ្វើការសម្រេចចិត្តគឺទៅស្រាវជ្រាវវាតម្លៃអស់ទៅយើងឃើញថាអូខេឱកាសនៃការចំណេញនឹងខ្ពស់លើសដល់50%អញ្ចឹងនៅពេលខ្លះអត់មានលុយសួរថានៅពេលដែលយើងអត់លុយធ្វើមិនបាន deal ហ្នឹងអញ្ចឹងត្រូវបង្កើតគំនិតផ្សេងទៀតឯងចឹងសរុបមកវិញគឺខ្ញុំនៅតែលើកទឹកចិត្តឲ្យគ្នាយើងទៅរៀនcash flow វាមានគុណតម្លៃខ្លាំងមែនតើតែជាពិសេសតើតងរឿងហិរញ្ញវត្ថុធ្វើឲ្យយើងមើលឃើញឱកាសច្រើនមែនតើយើងបង្កើតគំនិតហើយក៏ខ្ញុំលើកទឹកចិត្តថានៅពេលដែលរៀនហើយមិនរៀនម្ដងចប់ទេណាគឺរាល់ពេលដែលចូល10 ដងខ្ញុំជឿថាបងប្អូននឹងទទួលបានចំណេះដឹងថ្មីរហូតហើយ new experience រហូតដល់ខ្ញុំស្ម័គ្រចិត្តធ្វើជា facilitator ឡើងចង់2 ឆ្នាំដោយសារសប្បាយចិត្តនៅជួយឆ្លៀតទោះជារវល់យ៉ាងណាក៏ទៅឆ្លៀតទីមួយការចំណេះទីពីរមានឱកាសក្នុងការជួយបងប្អូនយើងខ្មែរដូចគ្នាឲ្យមានការរីកចម្រើនព្រោះខ្ញុំឆ្លងកាត់ការពិបាកហើយឯងអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនចូលម្ដងហើយម្ដងទៀត
ហើយវាចេញពីការពិតមក តើអ្នកឆ្ងល់ទេហើយអ្វីអ្នកមានចំណេះដឹងពីការអានសៀវភៅឬត្រឹមទ្រឹស្ដីមិនអាចវិនិយោគបានការកសាងទ្រព្យមិនមែនកើតឡើងដោយការអានសៀវភៅឬស្ដាប់តែទ្រឹស្ដីប៉ុណ្ណោះទេវាកើតឡើងពីការរៀនអនុវត្តការសម្រេចចិត្តដ៏ត្រឹមត្រូវដងហើយម្ដងទៀតដំណឹងល្អអ្នកអាចជួបសិក្សាផ្ទាល់ជាមួយលោកខំពិសិដ្ឋនៅក្នុងកម្មវិធី Cash Flow Program ដែលអ្នកនឹងស្វែងយល់ពីសេដ្ឋកិច្ចសកលអភិវឌ្ឍផ្នត់គំនិតអ្នកមានរៀនពីរបៀបដែលអ្នកមានកសាងទ្រព្យអនុវត្តវិនិយោគសាកល្បងដើម្បីបង្កើនជំនាញវិភាគនិងការសម្រេចចិត្តលើពីនេះទៀតអ្នកនឹងបានជួបនឹងរាប់អានអ្នកវិនិយោគជាច្រើនដែលចូលចិត្តសិក្សារៀនសូត្រនិងជួយគ្នាទៅវិញទៅមកដើម្បីចូលឈ្មោះចូលរួមនៅក្នុងកម្មវិធីនេះសូមទំនាក់ទំនងមកក្រុមការងាររបស់យើងឥឡូវនេះឬផ្ដល់ជាលេខទូរស័ព្ទរបស់អ្នកនៅក្នុង comment ឬ inbox ដើម្បីឲ្យក្រុមការងារទំនាក់ទំនងនិងផ្ដល់ព័ត៌មានលម្អិតជូន